ចាអានស្រអាមដោយខ្លួនឯងហើយចាអញ្ចឹងកូនក៏បានអនុវត្តធ្វើលំហាត់ជាមួយអ្នកគ្រូជាច្រើនផងដែរចាអញ្ចឹងមកតទៀតកូនចាអញ្ចឹងខាងលើនេះកូនឃើញក្រាស់ឃើញច្បាស់អត់កូនចាអញ្ចឹងនេះគឺជារូបរាងរបស់ស្រអាមពេញលេញចាអញ្ចឹងឥឡូវយើងមកមើលលំនាំពីការសរសេរស្រអាមវិញម្ដងកូនចាអញ្ចឹងនេះស្រអាមពេញលេញចាអញ្ចឹងខាងនេះគឺជាចលនានៃការសរសេរស្រអាមចាអញ្ចឹងកូនមើលឃើញទេកូនតើដើម្បីសរសេរបានស្រអាមតើយើងត្រូវទាញប្រមាណចលនាដែរកូនចាអញ្ចឹងគឺយើងត្រូវទាញ3ចលនាចាអញ្ចឹងគឺចលនាទី1គឺយើងទាញកោងពីឆ្វេងទៅស្ដាំចាចលនាទី2យើងទាញពីលើចុះមកក្រោមចាអញ្ចឹងយើងបាន2ចលនាហើយចំណែកចលនាទី3គឺយើងទាញកោងពីលើចុះមកក្រោមជារង្វង់កូនចាអញ្ចឹងធ្វើម៉េចឲ្យវាជារង្វង់ចាអញ្ចឹងនេះគឺជាចលនាទី3ចាអញ្ចឹងយើងបន្ទាប់ពីយើងទាញទាំង3ចលនាមកគឺយើងបានស្រអាមចាអញ្ចឹងដើម្បីកាន់តែច្បាស់អ្នកគ្រូនឹងគួរឲ្យកូនមើលនៅលើក្តារខៀនចាអញ្ចឹងកូនឃើញក្តារខៀនច្បាស់អត់កូនចាអញ្ចឹងកូនឃើញក្តារខៀនហើយចាអញ្ចឹងនៅលើក្តារខៀននេះស្រៈអ្វីកូនចាអញ្ចឹងគឺជាស្រអាមចាអញ្ចឹងកូនចាំមើលណាអ្នកគ្រូនឹងទាញប្រាប់ពីចលនានៃស្រអាមចាអញ្ចឹងយើងកូនដឹងហើយថាស្រអាមគឺមាន3ចលនាចាអញ្ចឹងចលនាទី1គឺយើងទាញកោងពីឆ្វេងទៅស្ដាំចាអញ្ចឹងជាចលនាទី1ចាបន្ទាប់មកចលនាទី2ទាញពីលើចុះក្រោមឲ្យក្រោមមកก่อนចាអញ្ចឹងនេះគឺជាចលនាទី2ចាអញ្ចឹងយើងបាន2ចលនាហើយចលនាទី3យើងទាញពីលើចុះមកក្រោមចាអញ្ចឹងយើងទាញធ្វើម៉េចឲ្យជារង្វង់ណាចាអញ្ចឹងទី3ចាអញ្ចឹងក៏បានឃើញអ្នកគ្រូប្រាប់ពីចលនានៃការសរសេរស្រអាមហើយចាអញ្ចឹងកូនអាចសរសេរស្រអាមបានទេកូនចាអញ្ចឹងកូនបានឃើញហើយអ្នកគ្រូគោលចលនានៃការសរសេរស្រអាមដែលយើងមាន3ចលនារួចរាល់ហើយអញ្ចឹងកូនអាចសរសេរស្រអាមដោយខ្លួនឯងបាននៅកូនចាល្អកូនចាអញ្ចឹងបើកូនអាចសរសេរបានហើយចាអញ្ចឹងកូនអាចយកសៀវភៅមកបន្ទាប់មកកូនរៀនសរសេរស្រអាមនេះកូនទៅតាមចលនានីមួយៗដែលខ្លួនឯងបន្ថែមទៀតកូនចាអញ្ចឹងអំបញ្ញមិញកូនបានដឹងហើយអំពីចលនានៃការសរសេរស្រអាមចាអញ្ចឹងតែដើម្បីបានស្រអាមតែយើងត្រូវទាញប្រមាណចលនាអំបញ្ញមិញកូនចាអញ្ចឹងដើម្បីបានស្រអាមគឺយើងត្រូវទាញ3ចលនាចាអញ្ចឹងកូនបានមើលអ្នកគ្រូរួចរាល់ហើយដែរចាអញ្ចឹងមើលលំហាត់បន្តទៀតណាកូនចាអញ្ចឹងលំហាត់នេះគឺអ្នកគ្រូឲ្យកូនហាត់ពណ៌នៅលើស្រអាមចាអញ្ចឹងអ្នកគ្រូបានហាត់ពណ៌2ពណ៌ហើយឲ្យកូនមើលជាគំរូចាអញ្ចឹងខាងលើនេះគឺពណ៌ក្រហមចាអញ្ចឹងកូនត្រូវមាន color 2ដើមទី1ពណ៌ក្រហមទី2ពណ៌ខៀវដើម្បីមកហាត់ពណ៌នៅលើស្រអាមនេះកូនចាអញ្ចឹងខ្ញុំហាត់ពណ៌ទៅតាមចលនាដែលអ្នកគ្រូបានបង្រៀនកូនអំបញ្ញមិញណាចាអញ្ចឹងយើងត្រូវហាត់ពណ៌នៅលើស្រអាមនេះកូនចាអញ្ចឹងខាងលើគឺពណ៌ក្រហមខាងក្រោមគឺពណ៌ខៀវកូនចាអញ្ចឹងដើម្បីកាន់តែច្បាស់អ្នកគ្រូនឹងហាត់ពណ៌ឲ្យកូនមើលនៅលើក្តារខៀនចាអញ្ចឹងកូនឃើញក្តារខៀនច្បាស់ទេកូនចាអញ្ចឹងកូនបានឃើញក្តារខៀនច្បាស់ហើយចាអញ្ចឹងនៅលើក្តារខៀននេះស្រៈអ្វីកូនចាគឺជាស្រអាមចាអញ្ចឹងអ្នកគ្រូនឹងហាត់ពណ៌ឲ្យកូនមើលចាអញ្ចឹងអ្នកគ្រូនឹងហាត់ទៅតាមចលនាអញ្ចឹងកូនចាំមើលដែលយកចិត្តទុកដាក់ណាចាអញ្ចឹងស្រអាមចលនាទី1កោងពីឆ្វេងទៅស្ដាំចាអញ្ចឹងយើងហាត់មកកូនចាអញ្ចឹងយើងយក color មកហាត់ឲ្យបានស្អាតកុំឲ្យចេញក្រៅណាចាអញ្ចឹងអ្នកគ្រូបានហាត់មួយចលនាហើយចលនាទី2ទាញពីលើចុះមកក្រោមចាអញ្ចឹងកូនហាត់ទៅតាមចលនានឹងមកគឺបានស្រអាមយើងស្អាតហើយកូន
ចាអញ្ចឹងយើងផាត់ឲ្យស្អាតកុំឲ្យមានចេញក្រៅណាចាអញ្ចឹងអ្នកគ្រូផាត់បាន2ចលនាហើយចលនាទី3ចាអញ្ចឹងយើងទាញនៅចលនាទី3ទាញពីលើចុះក្រោមពីស្ដាំមកឆ្វេងណាចាជារង្វង់ចឹងកូនផាត់មកជារង្វង់ណាផាត់ឲ្យស្អាតចាចឹងបន្ទាប់ពីអ្នកគ្រូហាត់ទាំង3ចលនាហើយយើងបានរូបរាងស្នាមចាអញ្ចឹងកូនមើលបន្តទៀតចាអញ្ចឹងអ្នកគ្រូនឹងផាត់ពណ៌ខៀវឲ្យកូនមើលម្ដងណាចាអញ្ចឹងកូនចាំមើលអ្នកគ្រូនឹងផាត់តាមចលនានីមួយៗចាចលនាទី1ទាញកោងពីឆ្វេងទៅស្ដាំចាបន្តមកទៀតទី2ពីលើចុះមកក្រោមចាពីលើចុះមកក្រោមចាអញ្ចឹងបាន2ចលនាហើយបានស្រអាំនៅកូនចាអញ្ចឹងគឺនៅទេគឺនៅមួយចលនាទៀតចលនាទី3ទាញកោងពីស្ដាំមកឆ្វេងពីលើចុះមកក្រោមជារង្វង់ណាចាំឲ្យគោឲ្យជារង្វង់ហាត់ពណ៌ឲ្យស្អាតណាកុំឲ្យចេញក្រៅចាអញ្ចឹងបានស្រអាំណាកូនចាគឺបានស្រអាំហើយចាអញ្ចឹងក៏បានមើលអ្នកគ្រូហាត់ពណ៌ស្រអាំទៅតាមចលនានីមួយៗហើយអញ្ចឹងកូនអាចហាត់ពណ៌ដោយខ្លួនឯងបានហើយកូនចាល្អកូនចាអញ្ចឹងបើកូនអាចហាត់ពណ៌ស្រអាំដោយខ្លួនឯងបានហើយអញ្ចឹងកូនយក color មកកូនយក color ពីដើមពណ៌ក្រហមមួយនិងពណ៌ខៀវមួយហាត់លើស្រអាំនេះហាត់ទៅតាមចលនាទាំង3ចលនាហ្នឹងហើយហាត់ឲ្យស្អាតកុំឲ្យចេញក្រៅចាអញ្ចឹងកូនបានអនុវត្តហាត់ពណ៌ស្រអាំជាមួយអ្នកគ្រូហើយចាអញ្ចឹងនៅផ្ទះកូនអាចយក color បន្ទាប់មកយកសភៅលុបហាត់មកវឹកហាត់ពណ៌ស្រអាំនៅផ្ទះដោយខ្លួនឯងបន្ថែមទៀតកូនចាអញ្ចឹងអំបញ្ញមិនកូនបានអនុវត្តធ្វើលំហាត់ដោយផាត់ពណ៌ស្រអាំជាមួយអ្នកគ្រូហើយកូនក៏ចេះផាត់ពណ៌ដោយខ្លួនឯងដែរចាអញ្ចឹងឥឡូវយើងចូលដល់លំហាត់បន្តទៀតកូនចាអញ្ចឹងលំហាត់បន្តទៀតនៅលើក្តារខៀននេះគឺអ្នកគ្រូឲ្យកូនសរសេរស្រអាំទៅតាមគំនូសចាអញ្ចឹងកូនឃើញរូបរាងស្រអាំពេញលេញណាកូនចាអញ្ចឹងខាងនេះគឺជារូបរាងរបស់ស្រអាំពេញលេញចាចំណែកឯខាងនេះគឺជាគំនូសរបស់ស្រអាំចាអញ្ចឹងគំនូសនេះហើយដែលអ្នកគ្រូឲ្យកូនគូសលើគំនូសនេះដើម្បីបានរូបរាងស្រអាំពេញលេញបែបនេះចាអញ្ចឹងកូនចាំយកខ្មាស់ដៃមកហើយគូសនៅលើគំនូសនេះណាចាអញ្ចឹងនេះគឺជាគំនូសរបស់ស្រអាំចាអញ្ចឹងដើម្បីកាន់តែច្បាស់អ្នកគ្រូនឹងគូសឲ្យកូនមើលចាអញ្ចឹងកូនឃើញក្តារខៀនច្បាស់ទេកូនចាអញ្ចឹងនៅលើក្តារខៀននេះកូនឃើញគំនូសស្រអាំអត់ចាអញ្ចឹងគឺមានគំនូសស្រអាំចំនួន2ចាអញ្ចឹងអ្នកគ្រូនឹងគូសជាប់គំនូសនេះដើម្បីបានរូបរាងស្រអាំពេញលេញឲ្យកូនមើលចាអញ្ចឹងអ្នកគ្រូនឹងគូសទៅតាមចលនាអញ្ចឹងកូនដឹងហើយថាស្រអាំគឺមាន3ចលនាចាអញ្ចឹងកូនចាំមើលណាចាំមើលដៃអ្នកគ្រូចាអញ្ចឹងចលនាទី1យើងទាញកោងពីឆ្វេងទៅស្ដាំចាចលនាទី1ចលនាទី2ទាញពីលើចុះមកក្រោមចាអញ្ចឹងកូនទាញទៅតាមគំនូសនឹងមកចាអញ្ចឹងបានស្រអាំនៅកូនចាគឺនៅទេអញ្ចឹងនៅមួយជំហានទៀតចាអញ្ចឹងនៅមួយចលនាទៀតគឺយើងទាញកោងពីស្ដាំមកឆ្វេងពីលើចុះក្រោមជារង្វង់ចាអញ្ចឹងបន្ទាប់ពីអ្នកគ្រូគូសបាន3ជំហានយើងបានស្រអាំនៅកូនចាគឺយើងបានស្រអាំហើយចាអញ្ចឹងឥឡូវកូនមើលច្បាស់នៅចាអញ្ចឹងមកកូនច្បាស់ទេអ្នកគ្រូនឹងគូសឲ្យកូនមើលមួយទៀតឲ្យកាន់តែច្បាស់ណាចាអញ្ចឹងចលនាទី1ទាញកោងពីឆ្វេងទៅស្ដាំបន្ទាប់មកជំហានចលនាទី2ពីលើចុះមកក្រោមចាចលនាទី2ចាអញ្ចឹងបានស្រអាំណាកូនចាអញ្ចឹងគឺនៅទេនៅមួយចលនាទៀតចាអញ្ចឹងមួយចលនាទៀតយើងទាញកោងពីស្ដាំមកឆ្វេងពីលើចុះក្រោមជារង្វង់
ចាអញ្ចឹងបានស្រអាំលើគាត់ចាអញ្ចឹងកូនមើលអ្នកគ្រូច្បាស់ហើយបាញ់មិនអញ្ចឹងកូនអាចគូសតាមគំនូសដើម្បីបានរូបរាងស្រអាំចាអញ្ចឹងកូនអាចធ្វើបានហើយចាអញ្ចឹងកូនយកខ្មៅដៃមកបន្ទាប់មកគូសតាមគំនូសនេះណាចាកូនគូសទៅតាមចលនាដែលអ្នកគ្រូបានបង្រៀនកូនអំបញ្ញមិញហ្នឹងចាអញ្ចឹងកូនគូសមកគូសឲ្យបានស្អាតណាដើម្បីបានរូបរាងស្រអាំចាអញ្ចឹងកូនបានឃើញអ្នកគ្រូគូសជាប់ស្រអាំទៅតាមចលនានីមួយៗហើយចាដែលមាន3ចលនានេះអញ្ចឹងកូនអាចគូសដោយខ្លួនឯងបានដែរកូនចាអញ្ចឹងបានហើយកូនយកខ្មៅដៃមកគូសឲ្យបានស្អាតណាចាអញ្ចឹងនៅផ្ទះកូនអាចវឹកហាត់ដោយយកខ្មៅដៃគូសជាប់តាមគំនូសដើម្បីបានស្រអាំចាអញ្ចឹងអំបញ្ញមិញកូនបានអនុវត្តធ្វើលំហាត់ជាមួយអ្នកគ្រូដោយគូសស្រអាំទៅតាមគំនូសរួចរាល់ហើយចាអញ្ចឹងកូនក៏បានគូសត្រឹមត្រូវដែរអញ្ចឹងឥឡូវយើងក៏លេខមកមើលលំហាត់បន្តទៀតកូនចាអញ្ចឹងលំហាត់បន្តទៀតនេះគឺអ្នកគ្រូឲ្យកូនសរសេរស្រអាំឡើងវិញចាអញ្ចឹងកូនដឹងហើយថាស្រអាំរបស់យើងគឺមាន3ចលនាចាអញ្ចឹងនេះគឺជារូបរាងរបស់ស្រអាំចាអញ្ចឹងអ្នកគ្រូនឹងឲ្យកូនសរសេរស្រអាំឡើងវិញនៅលើគំនូសនេះណាចាអញ្ចឹងកូនចាំយកខ្មៅដៃមកបន្ទាប់មកសរសេរស្រអាំនៅលើគំនូសនេះចាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូនឹងសរសេរស្រអាំឡើងវិញនៅលើក្រាហ្វិកនេះមកមើលចាអញ្ចឹងកូនចាំមើលដែលយើងចិត្តទុកណាអ្នកគ្រូនឹងសរសេរស្រអាំឡើងវិញទៅតាមចលនានីមួយចាអញ្ចឹងដើម្បីសរសេរស្រអាំបានចលនាទី1យើងត្រូវទាញពីឆ្វេងទៅស្ដាំចាកោងពីឆ្វេងទៅស្ដាំបន្ទាប់មកជំហានទី2យើងទាញពីលើចុះមកក្រោមត្រង់មកកូនចាអញ្ចឹងបានស្រអាំហ្នឹងចាអញ្ចឹងគឺនៅទេដែលយើងต้องបានពីចលនាទេចាអញ្ចឹងនៅចលនាទី3កោងពីស្ដាំមកឆ្វេងពីលើចុះមកក្រោមណាទី3ចាកោងមកយើងទាញជារង្វង់ចាអញ្ចឹងបានស្រអាំណាកូនចាអញ្ចឹងគឺបានស្រអាំហើយអញ្ចឹងកូនមើលតន់អត់មិញចាអញ្ចឹងបើកូនច្បាស់ទេអ្នកគ្រូនៅទាញមួយទៀតឲ្យកូនមើលណាចាអញ្ចឹងយើងទាញទៅតាមចលនានីមួយចលនាទី1ទាញកោងពីឆ្វេងទៅស្ដាំចាចលនាទី2យើងទាញពីលើចុះមកក្រោមចាចឹងអត់ទាន់បានស្រអាំទេចាអញ្ចឹងយើងទាញជំហានទី3ចាកោងពីស្ដាំមកឆ្វេងពីលើចុះក្រោមជារង្វង់ណាចាអញ្ចឹងបានស្រអាំហើយចាអញ្ចឹងកូនអាចសរសេរស្រអាំលើខ្លួនឯងបានហើយកូនចាល្អកូនចាអញ្ចឹងបើកូនអាចសរសេរស្រអាំដោយខ្លួនឯងបានហើយអញ្ចឹងកូនយកខ្មៅដៃមកសរសេរស្រអាំឡើងវិញនៅលើគំនូសនេះណាចាអញ្ចឹងគំនូសទាំងនេះកូនត្រូវសរសេរស្រអាំចាកូនយកខ្មៅដៃមកបន្តមកសរសេរស្រអាំនៅលើនេះចាអញ្ចឹងកូនបានចេះហើយអំពីចេះសរសេរហើយអំពីស្រអាំចាក៏ដូចជាកូនបានឃើញអ្នកគ្រូសរសេរអំបញ្ញមិញគឺអ្នកគ្រូសរសេរទៅតាមចលនានីមួយចាអញ្ចឹងចលនារបស់ស្រអាំយើងគឺមាន3ចលនាចាអញ្ចឹងនៅផ្ទះកូនអាចយកសៀវភៅមកហើយវឹកហាត់សរសេរស្រអាំឡើងវិញនៅផ្ទះដោយខ្លួនឯងណាដើម្បីឲ្យកូនសរសេរឲ្យបានកាន់តែស្អាតថែមទៀតចាអញ្ចឹងអំបញ្ញមិញកូនបានរៀនសរសេរស្រអាំឡើងវិញដោយខ្លួនឯងចាអញ្ចឹងអំបញ្ញមិញនេះកូនសរសេរបានត្រឹមត្រូវហើយចាហើយក៏សរសេរបានស្អាតទៀតចាដោយកូនសរសេរទៅតាមចលនានីមួយចាអញ្ចឹងឥឡូវកូនមកមើលលំហាត់តទៀតលំហាត់ចុងក្រោយរបស់យើងចាអញ្ចឹងលំហាត់នេះគឺអ្នកគ្រូឲ្យកូនមកពេញស្រៈទៅតាមលំដាប់ចាអញ្ចឹងនៅក្នុងតារាងនីមួយអ្នកគ្រូតែងតែមានស្រៈមួយឲ្យកូនមើលចាអញ្ចឹងឥឡូវកូនមកមើលនៅក្នុងតារាងទី1ចាអញ្ចឹងនៅក្នុងតារាងទី1ស្រៈនេះគឺស្រៈអ្វីគាត់ចាអញ្ចឹងគឺជាស្រៈឯកូនបានរៀនរួចរាល់ហើយស្រៈឯចាអញ្ចឹងនៅខាងមុខស្រៈឯស្រៈអ្វីគាត់ចាត្រង់នេះស្រៈអ្វី
ចាល្អកូនចឹងកូនទៅសេមកកូនចាកូនបំពេញរួចរាល់នៅកូនចាបំពេញរួចរាល់ហើយចឹងតទៀតចឹងនៅខាងមុខនេះស្នាក់អ្វីកូនចាត្រឹមត្រូវកូនចាអញ្ចឹងកូនបំពេញមកកូនយកស្នាដៃមកបំពេញចាអញ្ចឹងកូនបំពេញរួចរាល់ហើយតទៀតស្នាក់អ្វីកូនចាល្អកូនអញ្ចឹងកូនបំពេញមកកូនចាកូនបំពេញរាល់ហើយចាអញ្ចឹងតទៀតកូនស្នាក់អ្វីកូននៅទីនេះចាត្រឹមត្រូវអញ្ចឹងកូនបំពេញមកកូនកូនបំពេញរាល់ណាកូនចាអញ្ចឹងមកបំពេញរាល់ហើយតទៀតចុងក្រោយស្នាក់អ្វីកូនចាត្រឹមត្រូវអញ្ចឹងកូនបំពេញមកកូនចាកូនបំពេញហើយណាកូនចាកូនបំពេញរាល់ហើយចាអញ្ចឹងនៅក្នុងតារាងទី1នេះកូនបានបំពេញរាល់ហើយចាអញ្ចឹងឥឡូវយើងចូលដល់ក្នុងតារាងទី2វិញម្ដងកូនចាអញ្ចឹងនៅក្នុងតារាងទី2នេះអ្នកគ្រូឲ្យស្រាក់អ្វីទៅកូនចាអញ្ចឹងស្រាក់នេះគឺជាស្រាក់អាវចាអញ្ចឹងកូនបានរៀនហើយស្រាក់អាវចាអញ្ចឹងនៅខាងក្រៅស្រាក់អាវគឺស្រាក់អ្វីកូនចាត្រឹមត្រូវអញ្ចឹងកូនបំពេញមកកូនកូនបំពេញរួចរាល់ណាកូនចាមកបំពេញរួចរាល់ហើយអញ្ចឹងយើងមកមើលស្រាក់ដែរនៅខាងមុខស្រាក់អាវវិញម្ដងកូនចាអញ្ចឹងនៅខាងមុខស្រាក់អាវនៅត្រង់ទីនេះយើងបំពេញស្រាក់អ្វីកូនចាត្រឹមត្រូវកូនបំពេញមកកូនចាអញ្ចឹងកូនបំពេញរាល់ហើយអញ្ចឹងមកតទៀតកូនចឹងនៅខាងមុខនេះស្នាក់អ្វីកូនចាល្អកូនអញ្ចឹងកូនបំពេញមកកូនបំពេញរាល់ហើយចាអញ្ចឹងតទៀតយើងត្រូវបំពេញស្នាក់អ្វីនៅទីនេះកូនចាត្រឹមត្រូវកូនអញ្ចឹងកូនបំពេញមកកូនកូនបំពេញរាល់ណាកូនចាអញ្ចឹងបំពេញរាល់ហើយអញ្ចឹងមកចុងក្រោយយើងត្រូវបំពេញស្នាក់អ្វីកូនចាត្រឹមត្រូវកូនអញ្ចឹងកូនបំពេញមកកូនចាអញ្ចឹងបើកូនបំពេញរាល់ហើយអញ្ចឹងយើងចូលដល់នៅតារាងទី3វិញម្ដងណាចាក្នុងតារាងទី3នេះគឺអ្នកគ្រូមានស្រាក់អ្វីនេះកូនចាគឺជាស្រាក់អាវចាអញ្ចឹងនៅខាងក្រោយស្រាក់អាវស្រាក់អ្វីដែរកូនចាល្អកូនអញ្ចឹងកូនបំពេញមកកូនកូនបំពេញរាល់ហើយចាអញ្ចឹងមកតទៀតនៅខាងក្រោយនេះស្នាក់អ្វីកូនចាត្រឹមត្រូវកូនកូនបំពេញមកកូនចាអញ្ចឹងកូនបានបំពេញស្នាក់ដែលនៅខាងក្រោយស្នាក់អាវរីរាល់ហើយអញ្ចឹងកូនមើលស្នាក់នៅខាងមុខស្នាក់អាវវិញម្ដងកូនចាអញ្ចឹងនៅខាងមុខស្នាក់អាវនេះស្នាក់អ្វីកូនចាល្អកូនអញ្ចឹងកូនបំពេញមកកូនចាអញ្ចឹងកូនបានបំពេញរួចរាល់ហើយតទៀតចានៅខាងមុខនេះស្នាក់អ្វីកូនចាល្អកូនអញ្ចឹងកូនបំពេញមកចាកូនបំពេញរួចរាល់ហើយអញ្ចឹងមកចុងក្រោយស្នាក់អ្វីកូនចាល្អណាស់កូនបំពេញមកកូនចាអញ្ចឹងនៅក្នុងតារាងទី3នេះកូនបានបំពេញរួចរាល់ហើយចាឥឡូវយើងមកមើលនៅក្នុងតារាងទី4វិញម្ដងកូនចាចុះស្រាក់នេះស្រាក់អ្វីកូនចាអញ្ចឹងគឺជាស្រាក់អុំចាអញ្ចឹងនៅខាងក្រោយស្រាក់អុំតើស្រាក់អ្វីកូនត្រង់នេះស្រាក់អ្វីចាត្រឹមត្រូវកូនអញ្ចឹងកូនបំពេញមកកូនចាអញ្ចឹងកូនបំពេញរាល់ហើយតទៀតស្រាក់អ្វីដែរកូនចាបំពេញមកកូនកូនបំពេញរាល់ហើយនៅចាអញ្ចឹងបើរួចរាល់ហើយមើលតទៀតស្រាក់អ្វីកូនចាត្រឹមត្រូវកូនអញ្ចឹងកូនបំពេញមកកូនចាល្អកូនអញ្ចឹងកូនបានបំពេញស្រាក់នៅខាងក្រោយស្រាក់អុំរួចរាល់ហើយចាអញ្ចឹងនៅខាងមុខស្រាក់អុំតើស្រាក់អ្វីដែរកូនចាត្រឹមត្រូវកូនកូនបំពេញមកកូនចាអញ្ចឹងកូនបានបំពេញរួចរាល់ហើយនៅកូន
Chà, trong ba một bên rồi rồi hai bên to tiệt còn trong khá một bên xạo váy con. Chà, lo nè con, cho con một bên ba con. Chà, cho con ba một bên rồi hai để nóng. Tà ràng này, chà. Chắc là lớp con mà mơ, tà ràng mà to tiệt. Chắc này không ai xạo váy được con ấy. Chà, chắc này cứ chia, sạ chà. Chắc là lớp con mà mơ, sạ là kháng khói. Sạ chà. Chắc nhớ trâu một bên xạo váy nên tìm ý con. Kháng khói sạ chà, trầm trơ còn chắc còn một bên mà còn. Còn một bên rùa hỏi. Chà, đó là còn, chắc mà bắt to tiết còn. Một bên xạo váy nên tìm ý con. Chà, đó còn, chắc còn một bên mà. Còn một bên rùa hỏi. Chà, chắc mà bắt to mà tiết. Xạo váy mà. Chà, đó là còn một bên mà còn. Chà, chắc con bà một bên hỏi. Chắc mà thằng đám này dương ra một bên xạo váy đã con. Chà, cầm tra con, chắc con một bên mà còn. Chà, chắc con bà một bên rồi hỏi. Chà, chắc xạ đáy nữa. Kháng khói xạ con bà một bên rồi hỏi. Cho nên kháng một xạ mình xạo váy mũi lên tí nít con. Chà, nè con, chắc con một bên mà còn. Chà, chắc con bà một bên rồi nữa con. Chà, nè con, chắc bà con một bên rồi hai chân mời để khăn tà ráng. Trong khai bà dơ. Chà, chắc tà ráng trong khai này để khâu ái sẽ con môi. Chà, chân này cứ sẽ chắc là hàng khai sẽ vậy đã có lên tí ní. Chà, trầm tra con, chắc con một bên mà còn. Chà, chắc con bà một bên rồi hai. Chà, và tao mà tiền sẽ vậy con. Chà, nè con, chắc con một bên mà còn. Chà, chắc con một bên rồi hai. Nhưng mà to tiền sẽ vậy con. Chà, trầm tra con, chắc con một bên mà còn. Một bên hai nữa con. Chà, chắc một bên hai mà to tiền sẽ vậy để tiền đi con. Chà, chắc con đang hai, chắc con một bên mà còn. Còn một bên rồi hai. Chà, chắc mà trong cái đó giờ trồng một bên xạo vậy đá con. Chà, trồng ra đó con. Chà, chắc còn một bên máu. Chà, đó nè, con bán một bên rồi hai. Chà, chắc con bán một bên sạc từ 8 lùm đắp tăng phí từ ráng. Hàng lớn ấy là họ đọc hàng kéo. Rồi rồi hai. Chà, chắc con vật chỉ bán một bên trồng ra nè. Chà, chắc mẹ riêng được bỏ nhớ cứ sẽ bỏ nhớ cứ trời bán sắp tập phần năng đấy chẳng chắc con bán sẽ đọc micro tăng phí đồng bầu hai ông phí sau án rồi bỏ sẽ rồi riêng rồi bỏ sẽ có đôi chỉ con bán ăn có đôi chia bán ăn được vót mơ lồng hai chỉ sang chỉ mùi micro phong đài chẳng chắc nên tiếc con ăn giờ sụp hờ méo hai vật hạt và than việt mơ lồng hạt để bán sang mà còn chẳng chắc bán lồng hạt ná con play như môi con ở trái ấy con anh mơ video để rốt lang bên ban còn chà